ប្រវត្តិនៃការសម្លាប់រង្គាលនៅណានជីងនៅចុងឆ្នាំ 1937 រយៈពេលត្រឹមតែ 6 សប្តាហ៍ កងទ័ពប្រជាអធិរាជប៉ុនបានធ្វើការវាយប្រហារចូលទៅកាន់ទឹកដីណានជីងរបស់ប្រទេសចិនបានសម្លាប់មនុស្សនៅក្នុងខ្ទង់រាប់សែននាក់ក្នុងនោះសម្លាប់ទាំងប្រជាជនសម្លាប់ទាំងទាហានចិនព្រឹត្តិការណ៍សម្លាប់មនុស្សដ៏សាហាវព្រាយផ្សែងនេះត្រូវបានគេឲ្យឈ្មោះថាការសម្លាប់រង្គាលនៅណានជីងឬក៏ការរំលោភណានជីងគេប្រើពាក្យថារំលោភណានជីងដោយសារតែស្ត្រីនិងក្មេងស្រីរាប់ពាន់រាប់ម៉ឺននាក់ត្រូវបានចាប់រំលោភនិងបំពានភ្លើងភេទពីសំណាក់កងទ័ពជប៉ុនក្រោមការវាយប្រហាររបស់កងទ័ពប្រជាអធិរាជប៉ុនទីក្រុងណានជីងដែលជាអតីតរដ្ឋធានីរបស់សាធារណរដ្ឋចិនក្រោមការដឹកនាំរបស់គណបក្សគូមីនតាំងរួមនៅភាពខ្ទេចខ្ទីហើយត្រូវការរយៈពេលរហូតដល់ទៅ3ទៅ4ទសវត្សរ៍ឯណោះនៅក្នុងការស្ដារឡើងវិញទិញតំណែងស្រួលជាងមុនចំណេញជាងមុនត្រូវតែទិញជាមួយនឹង K-Store App by BZ Advisor ទី1ការរៀបចំផែនការឈ្លានពាននៅពេលដែលសង្គ្រាមលោកលើកទី2ទើបតែចាប់ផ្ដើមនៅដំណាក់កាលដំបូងនិងបន្ទាប់ពីទទួលបានជ័យជំនះយ៉ាងមហោឈាមនៅក្នុងទីក្រុងសៀងហៃនៅកំឡុងសង្គ្រាមរវាងជប៉ុននិងចិនលើកទី2នោះកងទ័ពរបស់ប្រជាអធិរាជប៉ុនក៏ចាប់ផ្ដើមកំណត់ទិសដៅឆ្ពោះតម្រង់ទៅរករដ្ឋធានីណានជីងនៅពេលនោះដោយសារតែខ្លាចបាត់បង់កងទ័ពរបស់ខ្លួននៅលើសមរភូមិប្រយុទ្ធទល់ជាមួយនឹងជប៉ុនមេដឹកនាំរបស់ចិននៅពេលនោះមានឈ្មោះថាជាងកាជាបានបញ្ជាឲ្យដកទ័ពយ៉ាងច្រើនចាក់ចេញពីទីក្រុងណានជីងដោយបន្សល់ទុកតែប្រជាជនហើយនិងទាហានដែលមិនបានវឹកហាត់ព្រមទាំងអាវុធចាស់ៗមួយចំនួនតែប៉ុណ្ណោះសម្រាប់ការពារក្រុងជាងកាជាបានបញ្ជាយ៉ាងដាច់ខាតមិនឲ្យធ្វើការជំនះប្រជាជនចាក់ចេញពីទីក្រុងណានជីងទេប្រជាជននិងកងទ័ពដែលស្ថិតនៅទីនោះត្រូវតែការពារទីក្រុងមួយនេះឲ្យបានទោះបីជាត្រូវស្លាប់ក៏ដោយប៉ុន្តែប្រជាជននៅក្នុងទីក្រុងណានជីងមិនស្ដាប់តាមបញ្ជានេះទេភាគច្រើនបានចាកចេញពីទីក្រុងណានជីងក៏ប៉ុន្តែមួយចំនួនបន្តស្ថិតនៅហើយក៏បានក្លាយទៅជាចំណីរបស់សត្រូវនៅពេលដែលកងទ័ពជប៉ុនបានធ្វើដំណើរមកដល់អ្នកជំនួញព្រមទាំងបេសកជនប្រទេសលោកខាងលិចមួយចំនួនមានគោលបំណងនៅក្នុងការរៀបចំទីកន្លែងមួយសម្រាប់ជាគណៈជាក្រិតឲ្យប្រជាជនស៊ីវិលរបស់ចិនចូលទៅជ្រកកោនគេចផុតពីការធ្វើបាបរបស់កងទ័ពតំបន់មួយនេះត្រូវបានគេបើកនៅក្នុងខែ11ឆ្នាំ 1937 មានទំហំប៉ុនជាមួយនឹងសួនច្បារនៅក្នុងទីក្រុងយ៉ូយ៉កហើយបានដាក់មនុស្សបានមួយចំនួនដែរចូលមកដល់ថ្ងៃទី1ខែ12ឆ្នាំ 1937 កងទ័ពរបស់ចិនក៏បានបោះបង់ចោលណានជីងដោយបន្សល់ទុកឲ្យអ្នកជំនួញព្រមទាំងបេសកជនប្រទេសលោកខាងលិចជាអ្នកទទួលខុសត្រូវនៅពេលនោះប្រជាជនណានជីងដែលនៅសេសសល់ត្រូវបានគេបញ្ជាឲ្យចូលទៅកាន់តំបន់ដែលមានសុវត្ថិភាពត្រូវបានរៀបចំឡើងដោយគណៈកម្មការអន្តរជាតិសម្រាប់រៀបចំកន្លែងមានសុវត្ថិភាពណានជីងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពាណិជ្ជករហើយនិងបេសកជនលោកខាងលិចយ៉ាងណាក៏ដោយទីកន្លែងនេះមិនអាចដាក់ប្រជាជនណានជីងទាំងមូលនោះទេមានត្រឹមតែមួយចំនួនតែប៉ុណ្ណោះដែលអាចចូលទៅកន្លែងនេះបានទី2ការវាយកំទេចទីក្រុងណានជីងពីសំណាក់កងទ័ពជប៉ុនចូលមកដល់ថ្ងៃទី13ខែ12ឆ្នាំ 1937 កងទ័ពរបស់ជប៉ុនមួយកងដែលគេឲ្យឈ្មោះថាទាហានជួបមុខប្រចាំការនៅក្នុងទឹកដីរបស់ចិនស្ថិតនៅក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ជប៉ុន Matsui Iwane បានចូលទៅដល់ទីក្រុងណានជីងតាំងពីមុនពេលដែលកងទ័ពជប៉ុនបានចូលទៅដល់ទីក្រុងណានជីងមកម្លេះពួកគេមានភាពល្បីល្បាញសម្បើមណាស់ថាបានកាប់សម្លាប់ឆក់ប្លន់និងរំលោភស្ត្រីនៅតាមដងផ្លូវដែលពួកគេធ្វើដំណើរនៅកំឡុងពេលដែលកងទ័ពជប៉ុនធ្វើដំណើរមកកាន់ទីក្រុងណានជីងនៅតាមផ្លូវផងដែរពួកគេក៏បានសម្លាប់ទាហានរបស់ចិននៅក្នុងខ្ទង់រាប់ម៉ឺននាក់ទុកចោលតាមផ្លូវដូចជាខ្មោចឆ្កែទង្វើដ៏ព្រៃផ្សៃរបស់កងទ័ពជប៉ុននេះកើតឡើងពីការចង់សងសឹកទៅឲ្យសមាមិត្តរបស់ខ្លួនដែលបានស្លាប់នៅក្នុងសង្គ្រាមជាមួយនឹងចិននៅសៀងហៃកើតឡើងពីការស្រេកឃ្លាននិងជាពិសេសនោះគឺកើតឡើងពីភាពគ្មានវិន័យនៅក្នុងកងទ័ពពួកគេធ្វើសង្គ្រាមប្រៀបដូចជាបិសាចគ្រួសារជនជាតិចិនដែលពួកគេជួបប្រទះនៅតាមផ្លូវត្រូវសម្លាប់ទាំងអស់មិនថាក្មេងមិនថាចាស់មិនថាប្រុសមិនថាស្រីស្ត្រីត្រូវបានចាប់រំលោភក្មេងស្រីត្រូវបានបំពានផ្លូវភេទទីកន្លែងណាក៏ដោយដែលកងទ័ពជប៉ុនធ្វើដំណើរឆ្លងកាត់ត្រូវបានគេធំក្លិនស្អុយអាសោចនៃសាកសពរបស់មនុស្សអាគារនិងផ្ទះសម្បែងទាំងឡាយនៅក្នុងបរិមាណដល់ទៅ 1/3 នៅក្នុងទីក្រុងណានជីងត្រូវបានដុតបំផ្លាញដោយកងទ័ពរបស់ជប៉ុននៅកំឡុងនៃការវាយប្រហាររបស់កងទ័ពជប៉ុនចូលទៅកាន់ទីក្រុងណានជីងនោះយោងទៅតាមប្រភពដែលគេអាចទុកចិត្តបានស្ត្រីនិងក្មេងស្រីចន្លោះពី 20,000 នាក់ទៅដល់ 80,000 នាក់
ត្រូវបានចាប់រំលោភនិងធ្វើទរណកម្មពេលច្រើនស្ត្រីទាំងអស់នោះត្រូវបានសម្លាប់បន្ទាប់ពីការបំពានផ្លូវភេទនៅដំណាក់កាលដំបូងនៃការវិលលុកចូលទីក្រុងណានជីងកងទ័ពជប៉ុនហាក់ដូចជាមានការគោរពកោតក្រែងចំពោះតំបន់សុវត្ថិភាពណានជីងដែលរៀបចំឡើងដោយពាណិជ្ជករនិងបេសកជនលោកខាងលិចប៉ុន្តែបន្តិចម្ដងជប៉ុនក៏បានបំពានចូលទៅកាន់តំបន់មួយនេះដែរចូលមកដល់ខែ1ឆ្នាំ1938ជប៉ុនបានប្រកាសថានឹងរៀបចំទីក្រុងណានជីងសាជាថ្មីរីឯតំបន់សុវត្ថិភាពណានជីងនឹងត្រូវបានរុះរើចោលប៉ុន្តែការកាប់សម្លាប់នៅតែបន្តមានទាំងនៅក្នុងតំបន់សុវត្ថិភាពនេះផងដែររហូតទៅទល់នឹងខែ2ក្នុងឆ្នាំ1938បន្ទាប់មកយោធារបស់ជប៉ុនក៏បានតំណាងរដ្ឋាភិបាលទីម៉ូមួយដឹកនាំណានជីងរហូតទៅទល់នឹងដំណាច់នៃសង្គ្រាមលោកលើកទី2ទី3ណានជីងបន្តពីហេតុការណ៍សម្លាប់រង្គាលទោះបីជាគ្មានរបាយការណ៍ផ្លូវការនិយាយអំពីចំនួនអ្នកស្លាប់នៅក្នុងទីក្រុងណានជីងពីការសម្លាប់របស់កងទ័ពជប៉ុនក៏ប៉ុន្តែយ៉ាងហោចណាស់គេអាចសន្និដ្ឋានបានថាអ្នកស្លាប់អាចមានចន្លោះពី 20,000 នាក់ទៅដល់ 30,000 នាក់បន្ទាប់ពីសង្គ្រាមនេះបានចប់ទៅលោកឧត្តមសេនីយ៍ម៉ាត់ស៊ូអ៊ីហើយនិងមេបញ្ជាការរបស់គាត់ដែលមានឈ្មោះថាថានីហ៊ីសាវត្រូវបានគេចាប់ខ្លួននិងកាត់ទោសពីបទអក្រិតកម្មសង្គ្រាមពីសំណាក់តុលាការយោធាអន្តរជាតិសម្រាប់ចុងពពាក្រោយមកបុគ្គលទាំងពីរនេះត្រូវបានកាត់ទោសប្រហារជីវិតហេតុការណ៍សម្រាប់រង្គាលដែលត្រូវបានធ្វើឡើងពីសំណាក់កងទ័ពប្រជាអធិរាជប៉ុនកាលពីឆ្នាំ1937ទៅលើប្រជាជនចិននោះបានធ្វើឲ្យទំនាក់ទំនងរវាងចិននិងជប៉ុនមានភាពល្អកករហូតមកទល់នឹងពេលបច្ចុប្បន្នអ្នកចំនួនក្រោយរបស់ជប៉ុនក៏សម្ដែងការសោកស្ដាយនិងសូមទោសចំពោះហេតុការណ៍នេះផងដែរក៏ប៉ុន្តែនៅពេលខ្លះហេតុការណ៍សម្រាប់រង្គាលនៅណានជីងបានក្លាយទៅជាឧបករណ៍ឃោសនានយោបាយរបស់អ្នកនយោបាយចិនមួយចំនួននៅពេលខ្លះជប៉ុនថែមទាំងសង្ស័យនៅអ្វីដែលចិនធ្លាប់បានលើកឡើងអំពីការសម្លាប់រង្គាលនៅណានជីងថាវាហួសហេតុអាចហួសពីការពិតដែលកងទ័ពជប៉ុនបានប្រព្រឹត្តជនជាតិជប៉ុនមួយចំនួននៅក្នុងពេលសប្តាហ៍មិនជឿទេទៅលើតួលេខនៃអ្នកស្លាប់ដែលបានកើតឡើងនៅណានជីងហើយមួយចំនួនទៀតនោះក៏មិនជឿដែរថាពិតជាមានអំពើប្រេយផ្សៃកើតឡើងនៅក្នុងទីក្រុងណានជីងឬក៏ការរំលោភណានជីងដែលធ្វើឡើងដោយកងទ័ពរបស់ជប៉ុនយ៉ាងណាក៏ដោយចំពោះប្រជាជនចិនចាត់ទុកថានេះគឺជាព្រឹត្តិការណ៍ពិតដ៏ប្រេយផ្សៃបំផុតមួយដែលធ្វើឡើងដោយកងទ័ពជប៉ុនទៅលើប្រទេសចិនហើយប្រជាជនដែលរងគ្រោះនៅក្នុងហេតុការណ៍នេះបាននាំគ្នាកសាងនៅស្ដូបរំលឹកអនុស្សាវរីយ៍នៅទីក្រុងណានជីងដែលគេបានឲ្យឈ្មោះថា Nanjing Massacre Memorial Hall អង្គការ UNESCO ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិបានដាក់បញ្ចូលព្រឹត្តិការណ៍សម្រាប់រង្គាលនៅណានជីងនេះចូលទៅក្នុងកំណត់ត្រា Memory of the World Register មាន K-Store App ស្រួលនោះស្រួលតាមបានបន្ទុកសន្សំពីហាងរាប់ពាន់នៅក្នុងកម្មវិធីតែមួយលែងព្រួយភ័ន្តច្រឡំទៀតហើយឈប់អ្នកក៏អាចដូរបន្ទុកយករង្វាន់នៅក្នុង App ផងដែរ Shop Smart Shop with K-Store